បើកមកឈុតដំបូងឲ្យដឹងហ្មងថាម្នាក់ស្រីហ្នឹងគាត់រោគចិត្តប៉ុណ្ណាហ្នឹងហើយចារឿង obsession អ្នកទាំងអស់គ្នាគាត់ជិះស្គាល់ហើយមក review ក្រោយគេតិចហើយប៉ុន្តែចង់បង្ហាញថារឿងនេះសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់ដឹងថាខ្ញុំចូលចិត្តមើលរឿង horror ឬមួយក៏មិនទេប៉ុន្តែរឿងនេះខ្ញុំនឹកស្មារតីមែនវាបង្ហាញយើងនឹកស្មារតីតាំងពីបើកឆាកដំបូងម្នាក់ហ្នឹងនិយាយសារភាពនិយាយអីខ្ញុំស្មានតែនិយាយមួយ Nicky មានណា practice ជាមួយនឹងមិត្តភ័ក្តិប្រុសវាហ្នឹងហើយចឹងពេលវាទៅដល់ផ្ទះវាឃើញឆ្មាវាងាប់ហើយកពុបថ្នាំកពុបអីដូចឆ្មាហ្នឹងលេបថ្នាំមួយដេកមួយអីចឹងណាហើយក៏វាសម្អាតចឹងទៅហើយបន្ទាប់មកសម្អាតហើយវាក៏ឆែកមើលរបៀប profile របស់ Nicky ហ្នឹងស្រាប់តែឆែកទៅក៏ Nicky ទេមករបៀបថាចៃដន្យដែរគេលួចស្រឡាញ់គ្នាគេលួចក្រាស់គ្នាចឹងណាហើយគេក៏និយាយទូរស័ព្ទមួយគ្នាទៅចឹង Nicky ក៏បបួលបែហ្នឹងទៅកម្មវិធីហើយបែហ្នឹងថាអត់ទេអត់មានអារម្មណ៍ទេចង់នៅផ្ទះនៅអីចឹងណាហ្នឹងហើយចឹងទៅក៏របៀបថា Nicky ហ្នឹងប្រាប់ថាខ្លួនឯងបាត់សាច់កធ្លាក់អាសាច់កបតោងដែលមានរូបថ្មកែវហ្នឹងធ្លាក់បាត់អីចឹងរបៀបថារៀងអន់ចិត្តអងអីរបៀបនិយាយប្រឡួងធ្វើម៉េចឲ្យបែហ្នឹងទៅដល់ពេលចឹងទៅបែក៏គេរបៀបណានឹកឃើញចង់ទិញសងទិញអីលួងឬមួយក៏លើកទឹកចិត្តចឹងដើម្បីរបៀបថាគ្នាមានចិត្តលើ Nicky រឿងដែររបៀបចង់យកចិត្តស្រីស្អាតហ្នឹងហើយចឹងក៏ទៅហាងហ្នឹងរកមើលសាច់កដែលមានបតោងដោយបតោងថ្មគេហៅបតោងថ្មកែវចឹងហ្នឹងហើយទៅក៏ឃើញប្រអប់ One Wish Willow នេះក៏ចាប់អារម្មណ៍ហើយក៏មើលពីក្រោយថាគេនិយាយថាដកចេញពីប្រអប់ហ្នឹងទៅហើយកាច់វាពាក់កណ្ដាលហ្នឹងទៅហើយនិយាយពីគោលម្ដងខ្លួនឯងចង់បានអីគេរបៀបថាសំឡងពោអីគេនឹងបានសម្រេចអីចឹងទៅហ្នឹងហើយវាមើលទៅវាអស់សំណើចវាគិតថាជារបស់អត់ពិតអីចឹងណាក៏សួរម្នាក់ស្រីថាពិតអត់លក់របស់ហ្នឹងពិតអត់អីអត់ម្នាក់ស្រីហ្នឹងថាដោយពេលអតិជនខ្លះគាត់ប្រាប់ថាមានចឹងទៅអតិជនខ្លះគាត់ប្រាប់ថាអត់ស័ក្តិសិទ្ធអីចឹងទៅអាមួយហ្នឹងក៏សើចរបៀបថាគ្នាក៏អត់ជឿដែរប៉ុន្តែនៅតែទិញអីចឹងដើម្បីថាឥឡូវដូរយកហ្នឹងឲ្យ Nicky ហ្នឹងវិញទៅលោចង់ពងអីបានហ្នឹងអីចឹងណាបន្ទាប់មកគេក៏ទៅចូលរួមកម្មវិធីមួយមិត្តភ័ក្តិគេ4នាក់ហ្នឹងនិយាយទៅ4នាក់មិត្តភ័ក្តិជិតស្និទ្ធរបស់គេហ្នឹងមាន Nicky មាន Bea មាន Sarah ហើយនិង Ian នេះម្នាក់ប្រុសនេះឈ្មោះ Ian អញ្ចឹងវាមើលមុខទៅ Bea ហ្នឹងវាថាធ្វើមិនសញ្ញាឲ្យវានៅតែពីរនាក់ Nicky អញ្ចឹងហើយ Nicky ក៏ចាប់អារម្មណ៍ថាពីរនាក់កំពុងធ្វើអីមើលមុខគ្នានិយាយខ្សឹបហ្នឹងអីចឹងទៅហើយ Sarah ហ្នឹងសើចវាថាគេនិយាយមួយគ្នាលេងអញ្ចឹងណា Nicky ហ្នឹងក៏ប្រាប់ថាឥឡូវត្រូវការផឹកអីថែមមកវាទៅយកស្រាមកផឹកថែមទិញស្រាទិញអីចឹងហើយអា Bea ហ្នឹងក៏ទៅមួយ Nicky មួយអីចឹងទៅហើយពីរនាក់ហ្នឹងក៏និយាយគ្នាហ្នឹងហើយ Bea ហ្នឹងចង់របៀបថានិយាយទៅអូកាឡារបៀបថាមានកាដូឲ្យមានអីចឹងទៅប៉ុន្តែវាតាក់រហូតពេលវាចង់និយាយថាវាមានកាដូឲ្យ Nicky ហ្នឹងស្រាប់តែអាមួយក្លុកស្រាហ្នឹងសួរថាឥឡូវយកប៉ុន្មានកែវអីចឹងនិយាយចុះនិយាយឡើងគ្នារៀបចង់របៀបថានិយាយទៅថាគ្នាមានកាដូឲ្យស្រាប់តែមកអាមិត្តភ័ក្តិវាអៀននេះមកហើយវារបៀបថាធ្វើមុខចង់និយាយប្រាប់ថាមានកាដូឲ្យរបៀបថាគេមកផ្អាក់រហូតចឹងហ្នឹងហើយបន្ទាប់មកពួកហ្នឹងក៏មកជុំគ្នាហើយក៏ឈៀកៅមួយគ្នាមួយគ្នាទៅហើយបន្ទាប់មកអៀនមួយ Nicky ហ្នឹងក៏ចេញដើរទៅមុនហើយសារ៉ានៅជាមួយ Bea ហ្នឹងនិយាយថារឿងឆ្មាសុំទោសផងដែលឆ្មាបានស្លាប់បានអីចឹងទៅក៏របៀបថាអោបលើកទឹកចិត្តអីចឹងហ្នឹងហើយចេញញ៉ាំអីហ្នឹងទៅ Nicky ក៏សួរថាមានណាគេជូនទៅផ្ទះអត់ហើយ Bea នេះបានឱកាសបដ ாய் ថាចាំជូនទៅផ្ទះក៏បានដែរហ្នឹងហើយនិយាយចង់និយាយឡើងពួកហ្នឹងវាចង់ទៅតច្រៀងក្រៅអូខេមិនតាមានណាព្រមទៅក៏ Bea ហ្នឹងជូន Nicky ទៅផ្ទះចឹងទៅហ្នឹងហើយជិះតាមឡានបដានិយាយចង់និយាយឡើង Nicky ហ្នឹងក៏របៀបចង់ឲ្យឱកាសទៅ Bea សារភាពថាមានលួចក្រាស់ណាគេអត់មានអីអត់ហើយបើសិនលួចក្រាស់ណាគេអាចប្រាប់លើបាយចឹង Bea ហ្នឹងថាមានមកពីណាអីពីណាហើយក៏លើករឿងសារ៉ាឡើងហើយ Bea ហ្នឹងថាមានណាគ្រាន់ជាមិត្តភ័ក្តិហ្នឹងវាចឹងនិយាយចង់និយាយឡើងក៏របៀបថាបើកទៅដល់ផ្ទះហើយអត់ព្រមសារភាពប្រាប់ទេ Nicky ហ្នឹងរបៀបគ្នារៀងខ្នក់ចិត្តដែរនិយាយថាមិនក៏ Bea ហ្នឹងនៅតែអត់សារភាពហើយគ្នាក៏និយាយថាគ្នាលួចក្រាស់ម្នាក់ប្រុសហ្នឹងអីចឹងអញ្ចឹងថា Bea ហ្នឹងរបៀបនៅអៀនចុះអៀនឡើងអត់សារភាពចឹងហើយបន្ទាប់មកក៏មកដល់ផ្ទះ Nicky ហ្នឹងហើយក៏ដាក់ Nicky ចុះហើយមួយទៀតចង់របៀបអូកាឡាឲ្យកាដូហ្នឹងទៀតប៉ុន្តែនិយាយថាគ្នាអត់ហ៊ាននៅតែអត់ហ៊ានអញ្ចឹង Nicky សួរថាអីគេអត់មានអីទេភ្លេចបាត់ហើយក៏និយាយថាស្រីប្រាប់ Nicky ថាមានរឿងចង់ប្រាប់តែនិយាយថានៅតែអត់ហ៊ានទៀតហើយពេល Nicky ដើរទៅវិញទៅស្រែកទៅ Nicky freaky Nicky និយាយថាជារីដែរគួរឲ្យខ្លាចរបៀបចងេងចងាងអីចឹង Nicky នឹងបកមកវិញថាកុំនិយាយចឹង Nicky នឹងអត់សុបាយចិត្តទេហើយស្អប់បំផុតគឺណាគេហៅ freaky Nicky ហ្នឹងហាមួយនឹងសុំទោសសុំអីចឹងទៅហ្នឹងហើយក៏របៀប Nicky នឹងចូលទៅហើយវាក៏របៀបថាវាក៏អន់មកអីមក
ហើយចឹងក៏របៀបចាប់អារម្មណ៍រឿងអាគីបនេះ One Wish នេះក៏របៀបសាកមើលបើកទៅសាកទៅកាច់ទៅសនំពទៅថាសូមឲ្យ Nikki នឹងស្រឡាញ់ Bear នឹងតែម្នាក់នៅលើโลกនឹងហើយបន្ទាប់បានមកស្ទុះ Nikki នឹងឈរមុខផ្ទះបដ ாய் ហើយក៏មកនិយាយជាមួយនឹង Bear នឹងហើយ Bear នឹងសួរថាអីគេមិនក៏យើងចម្លែកម៉ែហើយ Nikki នឹងលើករឿងឆ្មាសុំទោសផងដែរឆ្មាស្លាប់ឆ្មាអីចឹងណាហើយ Bear នឹងថាអីទេវាមិនជារឿងធំដុំទេឥឡូវបានចាត់ចែងឲ្យអស់ហើយ Nikki នៅតែអស់កាឡានៅតែអីចឹងហើយ Bear នឹងក៏ងាកមើល One Wish នឹងរបៀបរៀងរៀងស័ក្តិសិទ្ធិរបស់គេប៉ុន្តែនៅអត់តន់ជឿសពទេហើយ Nikki នឹងនៅព្យាយាមបញ្ចុះបញ្ចូលថាឲ្យ Bear នឹងចូលក្នុងសិនទៅដើម្បីនិយាយរឿងឆ្មាតដើម្បីកាត់បន្ថយ stress កាត់បន្ថយភាពស្មុគស្មាញឆ្មាទៅស្លាប់ឆ្មាទៅអីលើកហេតុផលមិនក៏ Bear នឹងរបៀបថាដូចខុសធម្មតាហើយស្រាប់តែ Nikki នឹងរៀង process របៀបថាអាការចូលខ្លួននេះបកទៅវិញក៏និយាយថាចុះអញមិនចឹងមិនសុកទៅនិយាយចឹងហើយដល់ពេលមកស្ទុះក្រោយមករបៀបថាចូលខ្លួនឡើងវិញអាមួយនឹងថា Nikki អត់អីណាដល់ពេលចូលឡើងវារត់ទៅមកជាហៀងខាងអា Bear ហ្នឹងទៅកន្លែងបើកឡានក៏និយាយថាឥឡូវតោះចូលសិនទៅបើអត់ចូលខ្ញុំទៅផ្ទះអ្នកឯងក៏បានដែរទៅដើម្បីខ្ញុំជួយ comfort អ្នកឯងខ្ញុំជួយនិយាយគ្នាមិនឯងកុំឲ្យអ្នកឯងគិតរឿងឆ្មារឿងអីចឹងទៀតហើយក៏ចូលឡានរបៀបថាលើកហេតុផលមួយទៀតរបៀបមួយហ្នឹងកាន់តែលងចឹងណាក៏ប្រាប់ថាប៉ាបើវាមានជំងឺមហារីកចឹងទៅដំណាក់កាលចុងក្រោយចឹងវាបាក់ចិត្តហើយអាបងហ្នឹងគិតថាមែនហើយអត់ដឹងទេឃើញថាប៉ា Nikki ជាមួយ Nikki ហ្នឹងអត់សូវនិយាយគ្នាមិនដែរនិយាយចូលគ្នាមិនក៏ស្រាប់ព្រោះហ្នឹងតែវានៅតែគិតថានៅតែចម្លែកប៉ុន្តែអត់តន់ដឹង 100% ថាអា One Wish ហ្នឹងស័ក្តិសិទ្ធិមែនទេអត់ដឹងទេអញ្ចឹងក៏មកដល់ផ្ទះវាហ្នឹងហើយ Nikki ហ្នឹងរបៀបគេឡើងលើពុកគេឡើងលើអីហើយគេហៅមួយហ្នឹងថាដេកកដមួយគេទៅកុំឲ្យខ្លាចកុំឲ្យអីចឹងហ្នឹងហើយដោយសាររឿងរបស់គេរៀង sad ដែរគេរៀងអន់ចិត្តអីចឹងដែរហើយមួយហ្នឹងក៏ដេកទៅហើយម្នាក់ស្រីហ្នឹងដកដកអីចឹងទៅដេកនៅលើហ្នឹងមួយគ្នាចឹងទៅហើយក៏គេឲ្យ kiss good night គ្នាចឹងទៅហើយមកស្ទុះក្រោយមករបៀបម្នាក់ស្រីហ្នឹងភ្ញាក់ខ្លួនម្ដងទៀតរបៀបរត់ចេញចុំអញមិនទៅ kiss អាមួយហ្នឹងចាមួយហ្នឹងមិត្តភក្តិអញចឹងហើយមួយហ្នឹងថាមិនចឹង Nikki ណែមិនធ្វើចឹងដាក់ខ្ញុំបានគេវាយលើណែឯងមកថាបខ្ញុំមុនឯណាហើយ Nikki ហ្នឹងរបៀបថាខ្ញុំអត់ដឹងដូចគ្នារបៀបបាត់បង់ស្មារតីហើយមួយហ្នឹងវាថាឥឡូវបំភ័យខ្ញុំហីហើយក៏រឿងហ្នឹងបានបញ្ចប់ទៅហើយមួយហ្នឹងក៏ដេកនៅក្រោមខែចឹង Nikki ដេកលើខែទៅដេកអត់លក់វាក៏ឡើងទៅឆែកមើល website មើលការ review របស់ One Wish ហ្នឹងស្រាប់តែឆែកមើលទៅអ្នកខ្លះថាមានប្រសិទ្ធភាពអ្នកខ្លះថាអត់ប៉ុន្តែវាមានប្រសិទ្ធភាពច្រើនដែរចឹងណាតែមួយហ្នឹងវានៅតែអត់ទាន់ដឹងថាមួយណាច្បាស់ពិតប្រាកដវានៅតែវិភាគគិតដដែលហើយបន្ទាប់មកពេលចូលមកវិញឃើញ Nikki ហ្នឹងអង្គុយលើខែចាំវាចឹងទៅវារៀងបញ្ញាក់ម្ដងការវារៀងខ្លាចដែរហ្នឹងហើយបន្ទាប់មកព្រលឹមឡើងក៏ឃើញ Nikki ហ្នឹងរៀបចំម្ហូបពេលព្រឹកពេលអីហើយក៏ចូលទៅដល់ចក្រានបាយហ្នឹងឃើញឆ្មាយើងយកឆ្មាពីណាយកមកសែនយកមកអីដូចប្រពៃពិធីឲ្យឆ្មាហ្នឹងចឹងឡើងវិញចឹងទៅនៅចក្រានបាយមួយហ្នឹងនៅកន្លែងដែលឆ្មាហ្នឹងបានស្លាប់ចឹងទៅហ្នឹងហើយក៏មកស្ទុះក្រោយមកក៏ទៅដល់កន្លែងធ្វើការមួយគ្នាអីមួយគ្នាហើយអាមិត្តភក្តិវាអៀននេះចាប់ដើមឆ្ងល់ថាមិនមកធ្វើការមួយគ្នាចឹងអីចឹងមើលយប់មិញនៅមួយគ្នាមួយនឹងថាអត់ទេគ្រាន់តែ Nikki រឿងប្លែកអីចឹងទៅមិនតាក់មានបានធ្វើអីទេហើយសួរអៀនហ្នឹងថា Nikki នៅមើលវាអត់អៀនហ្នឹងប្រាប់ថានៅមើលហ្នឹងហើយរឿងចម្លែកសោចអីចឹងហើយវាថារឿងចម្លែកហើយដល់ពេលហ្នឹងទៅវាថាឥឡូវធ្វើធម្មតាអីធម្មតាទាំងអស់តោះយើងត្រឡប់ទៅធ្វើការវិញពេលមួយហ្នឹងដើរទៅធ្វើការហ្នឹងទៅ Nikki ហ្នឹងនៅតែមើលវាដដែលហ្នឹងហើយបន្ទាប់មកក៏ចេញពីធ្វើការពេលយប់បែរហ្នឹងប្រាប់ថាវាអត់ចង់ជូនទៅទេហើយវាឲ្យ Nikki ហ្នឹងឲ្យអៀនហ្នឹងជូនទៅទេហើយ Nikki ថាអីទេវាគ្រាន់តែយកអាវក្រៅហើយវាដើរចូលឡានអៀនហ្នឹងទៅបែរហ្នឹងរបៀបគ្នាប្រាប់ថាឲ្យជួយមើល Nikki និយាយមួយ Nikki ហងអីមិនពួកហ្នឹងគាត់ថា Nikki ឈួតហើយវាទៅដល់ផ្ទះវិញក៏វាឆែកមើល website ពីអាចជំងឺរបៀបវិកលចរិតផ្លូវចិត្តអីចឹងទៅហ្នឹងហើយមានដំណាក់កាលខ្លីដំណាក់កាលវែងហើយក៏និយាយទូរស័ព្ទមួយអៀនហ្នឹងមិនស្រាប់តែម្នាក់ស្រីហ្នឹងនេះនៅក្រៅប្អួយមកស្ទុះក្រោយមកលឺគួរទ្វារក៏ទៅបើកទៅឃើញ Nikki នៅក្រៅចាប់ដើមភ្ញាក់បដ ாய்ហើយ Nikki ហ្នឹងនិយាយថាគេសុំទោសនៅទង្វើដែលយប់មិញអីចឹងវាអត់ស័ក្តិសមតែគាត់ថាសងវិញនៅទង្វើរបស់វាចឹងសុំមួយហ្នឹងនៅអីចឹងនិយាយចុះនិយាយឡើងក៏ត្រូវគ្នាចាប់ដើម date គ្នាចឹងទៅគេសប្បាយមួយគ្នារហូតនៅកន្លែងធ្វើការមិនដាច់ពីគ្នាសប្បាយហ្នឹងហើយគេនាំគ្នាឆ្ងល់គ្រប់គ្នាសំបីតែ manager នៅហាងហ្នឹងក៏ឆ្ងល់ឃើញយប់ឡើងគេចំណាយពេលមួយគ្នាមើលតែអាមួយហ្នឹងវាបានសម្រេចវាបានមនុស្សដែលខ្លួនឯងស្រឡាញ់មិននៅចិត្តហើយស្រឡាញ់គ្នាទៅវិញទៅមកហ្នឹងហើយអញ្ចឹងចាំមើលតទៅមុខទៀតជូនការជូនអីគ្នានៅកន្លែងធ្វើការលេងសប្បាយមួយគ្នាសើចលេងភ្លេ
លេងអីតាមម្នាក់សារ៉ានេះក៏ឆ្ងល់ដែរហ្នឹងហើយហើយចូលម្ដងមកទៀតគេមើលរឿងមើលអីពេលយប់គ្នាអញ្ចឹងចាប់ផ្ដើមហើយកន្លែងហ្នឹងចាប់ផ្ដើមរៀងវែងឆ្ងាយទៀតហ្នឹងហើយអញ្ចឹងសកម្មភាពដដែលរហូតដល់ម្នាក់ប្រុសហ្នឹងចាប់អារម្មណ៍ថាវាដូចរៀងហួសហេតុអីមិនក៏ព្រមមើលរឿងមកមើលអាមួយហ្នឹងអញ្ចឹងហើយក៏ទាញមុខម្នាក់ស្រីហ្នឹងឲ្យមើលរឿងម្នាក់ស្រីហ្នឹងចាប់ផ្ដើមរៀងអន់ចិត្តហើយឃើញឲ្យម្នាក់ស្រីហ្នឹងស្រឡាញ់ហីឥឡូវគេស្រឡាញ់ហីតាហ្នឹងហើយអញ្ចឹងទៅក៏របៀបគេណាត់ជួបគ្នាមួយរយៈពេលហ្នឹងខ្លាចជាគូសង្សារថ្មីថ្មោងអីចឹងណាហ្នឹងហើយអាមួយហ្នឹងក៏សួរនាំសួរចុះសួរឡើងអីចឹងទៅនិយាយពីជីវិតម្នាក់ស្រីហ្នឹងនិយាយពីអ្នកផ្ទះម្នាក់ស្រីហ្នឹងនិយាយពីអាជីពរបស់ម្នាក់ស្រីហ្នឹងសួរពីអាជីពអ្នកប្រុសចង់ចប់ហ្នឹងចង់ធ្វើអីគេហើយម្លងពេលហ្នឹងអៀនហ្នឹងទេមករហូតទេរហូតឡើងម្នាក់ស្រីហ្នឹងចាប់អារម្មណ៍ហើយអាម្នាក់ប្រុសហ្នឹងក៏ប្រាប់ម្នាក់ស្រីថាអៀនទេមករហូតអញ្ចឹងសូមទៅលើកទូរស័ព្ទសិនហើយពេលទៅលើកទូរស័ព្ទហ្នឹងក៏និយាយតាក់ទងជាមួយនីគីហ្នឹងថាបងនីគីហ្នឹងធម្មតាទេគ្មានឈឺអីទេគាត់ដើរធម្មតាទៅធ្វើការធម្មតាឡើងមានសុខភាពល្អហើយវាក៏ងាកមើលនីគីហើយស្រាប់តែនិយាយនីគីនេះឈរចាំលបស្ដាប់ពីក្រោយហើយវាក៏ដើរទៅវិញហើយរបៀបថានិយាយសួរថាមានរឿងអីអាមួយហ្នឹងថាអត់អីទេហើយនីគីហ្នឹងក៏ឲ្យរបស់វាអញ្ចឹងទៅក៏ឲ្យថាបើកមើលទៅស្រឡាញ់អត់អីអត់ជាកាដូហើយអាមួយហ្នឹងក៏ចាប់ផ្ដើមសួរពីប៉ានីគីហ្នឹងមកយ៉ាងនីគីហ្នឹងក៏របៀបដល់ពេលមួយដែលវាថាវាអត់ចង់លើករឿងហ្នឹងព្រោះវាក៏ហក់ហើយវាក៏សេកពេញហាងអញ្ចឹងទៅថាណគ្រាន់តែយើងមកញ៉ាំអីធម្មតាតែហេតុអីមកបំផ្លាញបរិយាកាសអីចឹងឡើងផ្អើលគេហើយមួយនឹងលួងថាអីទេហ្នឹងហើយធម្មតាចឹងបន្ទាប់ពីទៅផ្ទះវិញហើយម៉ោង3ជាងទៀបភ្លឺនេះស្រាប់តែមានរឿងកើតឡើងមួយនឹងភ្ញាក់ដឹងខ្លួនឡើងបាត់នីគីហើយទៅមើលទៅនីគីនោះនៅគៀនប្លន់ជាងហើយមួយនឹងប្រាប់ថាឲ្យចូលមកនីគីនឹងដើររបៀបដូចមនុស្សរ៉ូបូតដូចចម្លែកចឹងអាមួយនឹងភ័យយកហ្មងអត់ទេបងឲ្យគេអញ្ចឹងតិចខ្ញុំទៅហើយនិយាយទៅហៅមកដេកវាអត់ព្រមមកវានៅចម្លែកឲ្យមកកាន់ធូបការធូបអីចឹងទៅរបៀបចម្លែកបងនិយាយអីក៏អត់ចូលហើយសិតមកស្ទុះក្រោយមកដកធូបការនឹងចេញមកដេកមកហ្នឹងធម្មតានិយាយទៅអត់មានហេតុផលអីហ្មងគេត្រូវទៅគេត្រូវនៅអីចឹងតាមចិត្តប្រឡំឡាមួយនឹងក្រោកមករៀងឆែបសក់មើលទៅប្រហែលជានីគីកាត់ទៅហើយក៏ទៅនិយាយមួយនីគីបន្ទាប់ពីនីគីគេឈប់សម្រាប់ពីកន្លែងធ្វើការគេមានថ្ងៃឈប់អញ្ចឹងក៏សួរនីគីថាកាត់សក់មែននីគីថាហ្នឹងហើយថាលើកក្រោយកុំធ្វើចឹងបានអត់ក៏និយាយសម្រុះសម្រួលគ្នាហើយនីគីហ្នឹងថាមិននៅកដោមួយនីគីឯងហើយបើមិនចឹងទេនីគីអាចទៅធ្វើការបានហើយមួយប្រាប់ថាអត់អីទេបងទៅធ្វើការម្នាក់ឯងបានអនឡាញនៅផ្ទះសម្រាប់អីចឹងណាព្រោះថ្ងៃហ្នឹងថ្ងៃសម្រាប់បងឯងហ្នឹងហើយដល់ពេលមួយហ្នឹងទៅក៏ឃើញទ្វាបិទស្កុតពេញនៅមើលតែបើកអត់ចេញទេមែនម្នាក់ស្រីថាបើអត់ចេញទេបងឯងនៅផ្ទះមួយអូនតែមួយនឹងថាអត់អីទេបងបើកចេញអាមួយនឹងព្យាយាមបើកចេញតែម្នាក់ស្រីនឹងឈរសូគួរឲ្យខ្លាចអញញឹមអញ្ចឹងទៅប៉ុន្តែអញញឹមបែបលក្ខណៈថាឡើងហៀទឹកនោមដាក់កំហែគួរឲ្យខ្លាចហ្នឹងហើយគេខ្ចប់អាហ្នឹងតាមួយហ្នឹងបើកកញ្ចក់ហ្នឹងទៅឃើញរូបវាហ្នឹងវាចាប់ផ្ដើមឆ្ងល់លួចថតវាតាំងពីកាលអញ្ចឹងវាយកមកមើលហើយដល់មកនៅលើថតហ្នឹងឃើញតែសេមិនខ្ញុំទេម្នាក់ស្រីហ្នឹងសេថាមិនខ្ញុំទេក៏ចូលទៅដល់ម្នាក់ស្រីហ្នឹងនិយាយពីរឿងខ្លួនឯងដាក់ទៅសាលានឹងជាប់ដឹងអីទេសារ៉ាប្រាប់ទៅបែហ្នឹងបែហ្នឹងក៏ញ៉ាំសង្វិចហ្នឹងទៅញ៉ាំបដានិយាយមួយសារ៉ាហ្នឹងបដាហើយមកស្ទុះក្រោយមកវាក៏យកលិខិតរបស់សាលាសកលហ្នឹងឲ្យសារ៉ាហ្នឹងមើលថាបើកទៅមើលមួយគ្នាថាជាប់ចូលរៀនសាលាហ្នឹងអត់ពេលបើកទៅរបៀបសោកស្ដាយដែរបានចូលសាលាទេក៏បកមកនិយាយមួយបែហ្នឹងវិញថាធ្វើមកយេឥឡូវវានៅសល់តែមកសកលទេតែវាដាក់វាចាំពេលតែមួយនឹងទៀតទេបើវាជាប់ក៏ជាប់បើវាអត់ទេមានព្យាយាមពេលឆ្នាំក្រោយទៀតអីចឹងវាដឹងធ្វើមកយេហើយបែហ្នឹងក៏ព្យាយាមលួងលោមថាស៊ូទៅដឹងតែជាប់ហើយរបៀបថាយើងមានសមត្ថភាពយើងអីចឹងហើយម្នាក់ស្រីហ្នឹងក៏យកกระดาษចេញពីប្រអប់សាំងវិចរបស់បែណាក៏ប្រាប់ថាចម្លែកម៉េះអាហ្នឹងអីគេ what is the word the cat អាហ្នឹងអីគេមិនបានត្រូវកាត់ក្តីឲ្យសត្វឆ្មាហើយមួយហ្នឹងក៏ចាប់ផ្ដើមមើលទៅលើសាំងវិចហ្នឹងវាស៊ីសាច់ឆ្មាវាក្អួតក្អត់ចេញដាក់ក្អួតបដ ாய் ក្អួតនៅធំរាមបដ ாய் ហ្នឹងហើយពេលយប់ហ្នឹងអៀនមិត្តភក្តិវាហ្នឹងចង់ឲ្យបែហ្នឹងជូនទៅផ្ទះដើម្បីនិយាយគ្នាបាននិយាយគ្នាតាមផ្លូវអញ្ចឹងព្រោះមួយរយៈហ្នឹងជាមួយនីគីហ្នឹងគេតែ2នាក់ហ្នឹងទៅអត់មានជួបអាណាគេទាំងអស់ពិភពលោកគេមានតែ2នាក់ហ្នឹងទៅអៀនហ្នឹងក៏ឆ្លៀតឱកាសឲ្យបែហ្នឹងជូនទៅផ្ទះហើយនិយាយគ្នាថាឥឡូវបើសិនជានីគីហ្នឹងស្រឡាញ់មែនគ្រាន់តែចេញទៅពេលយប់ជួបជុំមិត្តភក្តិប្រុសៗអត់បានឥឡូវប្រាប់នីគីទៅថាយប់ហ្នឹងចេញទៅជួបមិត្តភក្តិប្រុសៗញ៉ាំអីជុំគ្នាប្រុសៗហើយចាំបែហ្នឹងគេថាចាំមើលទៅដល់ផ្ទះសិនសួរសិនអីចឹង
គ្នាពិបាកចិត្តដែរស្ថានភាពបែបចឹងអីខ្ញុំក៏ដូចគ្នាក៏បាក់ចិត្តដូចគ្នាដែរមិនដឹងដោះស្រាយមិនបើទៅអញ្ចឹងឯងក៏មកដល់ផ្ទះហើយគេហាត់សមនៅក្នុងឡានសិនថាថ្ងៃក្រោយកុំចំអិនឆ្មាអញ្ចឹងអត់ល្អទេមិនជាវិធីល្អទេវាជាសត្វអីចឹងហើយមួយទៀតថ្ងៃហ្នឹងគេមានកម្មវិធីជួបជុំតែប្រុសៗទេអញ្ចឹងបងនឹងទៅតែមួយប្រុសៗទេអូនឯងនៅផ្ទះអញ្ចឹងគេហាត់សមឲ្យអស់ហើយណាហើយពេលមកគេក៏យកកាតាបហ្នឹងមកស្រាប់តែឃើញអា One Fish នេះមើលចុះមកឡើងមានលេខទូរស័ព្ទរបៀបចង់ដូរចិត្តចង់របៀបថាចង់ទេទៅលុបវាវិញ cancel វាចោលវិញក៏ចុចតាមលេខហ្នឹងទៅហើយក៏ទេទៅលេខសួរថាភ្នាក់ងារ One Fish ហ្នឹងមែនគេថាហ្នឹងហើយតើខ្ញុំអាចសុំ cancel ចោលសំណូមពរខ្ញុំបានអត់គេថាអត់បានទេក្រុមហ៊ុនគេដែរធ្វើចឹងឯងតែឯងសំណូមពរហើយគឺអាហ្នឹងវាទៅហើយវាថាមានវិធីអីផ្សេងអត់ដែលអាច cancel អាហ្នឹងចោលបានថាមានតែវិធីមួយលុះត្រាតែអ្នកឯងអត់រស់នៅលើโลกហ្នឹងទៀតអាមួយហ្នឹងថាតើអ្នកឯងមានន័យថាម៉េចខ្ញុំអត់រស់នៅលើโลกហ្នឹងអាមួយចាប់ដើមគិតបដ អញ្ចឹងមានតែវាសម្រាប់ខ្លួនឯងដើម្បីបញ្ចប់អាសំណងពរនឹងហើយអាសំណងពរនឹងទៅតាមវាអញ្ចឹងលែងមានរឿងនឹងកើតឡើងទៀតហើយក៏ចូលដល់ក្នុងផ្ទះឃើញនីគីមហាសែនចម្លែកប្លែកខុសពីធម្មតាសាហាវនេះអូអាមួយនោះរបៀបថាអូនឯងទៅញ៉ាំអីហើយមិនក៏ខិចពេញខ្លួនពេញអីអញ្ចឹងវាថាវាអត់ដឹងវារបៀបថាវាសុំទោសហងដែលវាអត់បានមុជទឹកមួយអីសម្អាតខ្លួនឥឡូវណែចូលទៅមុជទឹកសិនទៅឲ្យម្លងពេលមុជទឹកណាមួយឈរនៅក្រៅប្រាប់ថានីគីបងទៅក្រៅមួយមិត្តភ័ក្តិជប់លៀងតែមួយផុសទេនីគីហ្នឹងរបៀបថាសេកមក no អូនទៅដែរអញ្ចឹងអត់ទេវាទៅតែមួយផុសអត់ព្រមទេលុះត្រាតែអាផុសហ្នឹងប្រាប់ថាទៅដែរមិនវាអស់ចិត្តអញ្ចឹងពេលម្ដងកម្មវិធីហ្នឹងមកនីគីអង្គុយហ្នឹងទៅហើយវាហ្នឹងនិយាយមួយអៀននៃធម្មតាហើយបន្ទាប់មកវាក៏បដូរកន្លែងមិត្តភ័ក្តិវាថាឥឡូវបដូរកន្លែងបដូរអីចឹងទៅដើម្បីលេងហ្គេមលេងអីចឹងកុំឲ្យនៅគូសង្សារនៅចិត្តគ្នាអីមួយគ្នាអញ្ចឹងអាចបន្លំអីចឹងក៏ដូរកន្លែងមួយគ្នាទៅហើយបន្ទាប់មកអ្នកស្រីហ្នឹងវាសើចរបៀបសើចមកទៅហឹងវែងចោលហ្មងឡើងគួរឲ្យខ្លាចឡើងអាពួកនេះរបៀបមើលមុខហ្មងហើយអាអៀននេះរបៀបថាមើលមុខទៅវានេះមិត្តភ័ក្តិមកហើយសង្សារមិត្តភ័ក្តិឯងអញ្ចឹងទៅហ្នឹងហើយបន្ទាប់មកគេចាប់ដើមអ្នកស្រីហ្នឹងគេលេងហ្គេមគេចាប់បានឆ្នោតដែលនិយាយពីគេហៅថាដូចកំណាព្យឬមួយក៏ទៅសេអីពីអ្នកដែលខ្លួនឯងស្រឡាញ់អញ្ចឹងហើយវាក៏និយាយពីការស្រឡាញ់របស់វាទៅបែរហ្នឹងថាវាស្រឡាញ់អាបែរហ្នឹងណាពួកហ្នឹងញាក់គ្រប់គ្នាហ្មងឡើងរបៀបថាខុសពីធម្មតាខុសអីចឹងណាហើយមួយចាប់ដល់របៀបគិតថាអើយអញទៅចូលទៅមែនតើហើយគេចូលដល់វគ្គបែរហ្នឹងគឺឲ្យថើបអ្នកដែលខ្លួនឯងស្រឡាញ់ហើយវាក៏មើលមុខម្នាក់ស្រីនីគីហ្នឹងចាប់បានម្ដងវាធ្វើមុខមកចឹងមិនអត់មើលមុខគេចឹងខេងថើបអ្នកដែលខ្លួនឯងស្រឡាញ់មិនអត់ស្រឡាញ់គេចឹងគេអន់ចិត្តបដ ாய் ស្រាប់តែមកក្រោយខ្នងសារ៉ានេះអុសក្អីម្នាក់សារ៉ាចេញបដ ாய் ទាំងរបៀបថាអូម្នាក់ឆ្ងល់គ្រប់គ្នាឡើងគេមើលលាន់វាខុសប្រក្តីហើយឡើងរបៀបថាមកថើបអូនមកចឹងអាពួកនេះមើលឡើងឆ្ងល់ថើបអីចឹងហើយរបៀបលួងលោអាមួយនឹងលួងលោចុះលួងឡងឡើងរបៀបថាវាភ្ញាក់ដឹងខ្លួនឡើងវិញរបៀបដូចមានអីមកកធប់វាឬមួយបញ្ញាក់វាចឹងឡើងធ្វើវាដួលហើយវាទៅយកកែវយកអីមកវាយខ្លួនឯងឡើងចេញជួយអាពួកហ្នឹងរបៀបវានាំគ្នាភ្ញាក់គ្រប់គ្នាស្រែកគ្រប់គ្នាមិនក៏នីគីហ្នឹងទៅអញ្ចឹងអីទៅអញ្ចឹងអូជួយហងកុំធ្វើអញ្ចឹងនីគីហើយបន្ទាប់មកថាវាដឹងធ្វើមិនទេឲ្យវាសុំទោសហងហើយមួយនេះរបៀបអញទៅមែនតើហើយក៏បើកឡានចេញពីកម្មវិធីហ្នឹងមកនីគីហ្នឹងគេនៅចិត្តរហូតនិយាយទៅធ្វើម៉េចអ្នកស្រីហ្នឹងត្រូវអំពើហើយស្រឡាញ់អាមួយហ្នឹងតែម្នាក់នៅចិត្តអត់មានបាត់តាណាមកចំហៀនទេចាហើយយកទៅពេទ្យឲ្យគ្រូពេទ្យជួយព្យាបាលនីគីហ្នឹងគ្រូពេទ្យថាធ្វើអត់បានលុះត្រាតែនាំនីគីហ្នឹងចូលពេទ្យតែនីគីហ្នឹងអត់ព្រមទៅនៅបកាច់ប្រកិនរំនេះឯងនៅតាមផ្លូវនេះបែកមែនតើណាហើយចូលដល់ផ្ទះហ្នឹងក៏និយាយគ្នាថាអូនឯងថ្ងៃក្រោយកុំធ្វើចឹងបងដឹងថាត្រូវនិយាយមកអូនឯងមិនទេឥឡូវបងសុំទៅបន្ទប់ទឹកសិនណាម្នាក់ស្រីហ្នឹងថាទៅណាខ្ញុំទៅដែរខ្ញុំគ្រាន់តែឈរចាំនៅក្រៅបានណាមួយនឹងថាអត់ទេបងសុំពេលនៅម្នាក់ឯងម្នាក់ស្រីហ្នឹងអត់ព្រមទេឥឡូវវាត្រូវការ space វាត្រូវការគម្លាតគេចង់នៅម្នាក់ឯងនីគីថាគេធ្វើអត់បានទេវាត្រូវតែនៅមួយនឹងអីចឹងយំផងអីផងឡាំប៉ាផងបមួយនឹងហងហើយបន្ទាប់មកចម្លែកបដ ாய் និយាយចុះនិយាយឡើងរបៀបថាអត់ត្រូវគ្នាម្នាក់ស្រីហ្នឹង backward បដ ாய் ដើរថយក្រោយបដ ாய் អាមួយហ្នឹងកាន់ខ្លាចថាហេតុអីមិនធ្វើចឹងនិយាយគ្នាបានតាកុំធ្វើចឹងឥឡូវនៅមួយគ្នាក៏នៅទៅហើយក៏ចូលដល់ពេលយប់ដេកញ៉ាំលងពេលដេកណាមួយនឹងដេកលក់ទេហើយចៃដនអីសារ៉ាហ្នឹងទេប្រាប់ថាចេញមកក្រៅមកជួបគ្នានិយាយគ្នាបន្តិចមាននឹងចង់ប្រាប់បើនៅតែអត់ចេញទេវាចូលទៅក្នុងវាគោះទ្វារឡើយចាមួយហ្នឹងក៏លបចេញអ្នកស្រីហ្នឹងសួរថាទៅណាថាទៅយកទឹកញ៉ាំសិនហើយមួយហ្នឹងក៏ចេញដើរទៅក្រៅទៅលបទៅជួបម្នាក់ស្រីសារ៉ានៅក្នុងឡាននេះចឹងអ្នកស្រីសារ៉ាថាឥឡូវគេបានលិខិតមកពីសាកលវិទ្យាល័យចុងក្រោយហ្នឹងហើយវាចង់មកបើកមើលពីអ្នកមួយហ្នឹងថាវាបានជាប់ទៅរៀនអត់ហើយវាក៏និយាយប្រាប់ថារឿងនីគីជាមួយអៀនហ្នឹងពីអ្នកហ្នឹងកាប់ពិតនៅមួយគ្នាចុះឡើងយូរហើយប្រហែលជានីគីទៅរកបែរហ្នឹងដោយសារចង់បញ្ឈឺចិត្តអៀនឬមួយក៏អីម្នាក់ស្រីសារ៉ានិយាយប្រាប់អីចឹង
សារ៉ាហ្នឹងនិយាយថាគួរតែរកពីណាគេរបៀបដែរដូចខ្លួនឯងចរិតបែបល្អចេះ take care ស្រឡាញ់ដល់ពេលបែរតួប្រុសហ្នឹងប្រាប់ថាដូចអ្នកឯងមែនដូចសារ៉ាឯងមែនហើយសារ៉ារបៀបគេរៀងនេះដែរអីណាគេរៀងរបៀបខ្លួនឯងចាប់អារម្មណ៍លើបែរហ្នឹងណាតែអត់ហ៊ាននិយាយតែគ្រាន់តែចេញតែប៉ុណ្្នឹងសិតតែមកស្ទូក្រោយមកអូមកហ្មងនីគីមកបុកកញ្ចក់ដាក់យករហូតដល់ងាប់ហ្មងខែងបងស្រឡាញ់អូនតែម្នាក់អីចឹងឥឡូវធ្វើមិនទេយើងត្រូវតែចាត់ចែងយកម្នាក់ស្រីហ្នឹងទៅកប់ទៅអីព្រោះយើងបានធ្វើអានឹង2នាក់ម្លងពេលដែលនីគីហ្នឹងកំពុងតែជីកភ្នោបៀហ្នឹងក្នុងឡានក៏បើកលិខិតហ្នឹងទៅហើយក៏ឃើញលិខិតហ្នឹងថាគេទទួលយកហើយបៀហ្នឹងរបៀបថាគ្នាក្តក់ក្នុងចិត្តគ្នាអត់ដឹងមានតែស្រែកបកាច់បកិនក្នុងឡានម្នាក់ឯងទៅហើយរុះរាន់ទៅអាកន្លែងហាងហ្នឹងប្រាប់ថាមានអា one piece នឹងលក់អត់អាតាហាងនេះប្រាប់ថាមានតានេះអ្នកឯងឃើញអត់ហ្នឹងហើយអ្នកឯងអត់មានមកចូលចឹងទាំងខ្លួនប្រានអីរបៀបស្ថានភាពមានឈាមមានអីពេញខ្លួនអីចឹងហើយមួយហ្នឹងក៏មើលទៅកញ្ចក់ទៅភ្លេចគិតថាខ្លួនឯងមានឈាមមានអីរបៀបថាតន់ហន់ណាមកភ្លេចថាស្ថានភាពខ្លួនឯងមិនខ្មិចហើយក៏ទិញយកទៅព្យាយាមថានឹងបើកអានឹងហើយកាច់វិញប្រាប់ថាសូមឲ្យនីគីខ្លាចជាមនុស្សធម្មតាវិញប៉ុន្តែតែយើងកាច់ម្ដងហើយយើងអាចកាច់លើកទី2បានទេកាច់អត់បាក់ឯងឃើញទេកាច់អត់បាក់ឯងអញ្ចឹងក៏វានឹកឃើញទៅរកមិត្តភក្តិវាអៀននឹងប្រាប់ថាអៀននឹងជួយវាផងថានេះដោយសារនេះហើយបើនីគីឈួតមួយវាងប់មួយវាស្រឡាញ់តែវាម្នាក់អញ្ចឹងអៀននឹងអត់ជឿអត់អីនៅខំបកាច់តវ៉ាវានឹងប្រាប់ថាឥឡូវជួយវាទៅត្រូវកាច់ប្រាប់ថានីគីមកជាមនុស្សធម្មតាវិញហើយមួយនឹងអត់ព្រមឯវានៅតែផ្ចាញ់គ្នាគ្រាន់តែវាកាច់ពឹបថាវាខ្លាចជាអ្នកមានបៀលានណែធ្លាក់លុយហើយមួយចាប់ផ្ដើមខឹងម្ដងអត់ដឹងធ្វើម៉េចមានទៅផ្ទះទៅហើយពេលទៅដល់ផ្ទះហ្នឹងឃើញចម្លែកហ្មងយករបស់របរដែរពីរនាក់ហ្នឹងធ្លាប់ប្រើមិនថាបោះបៀផោះវាអីហ្នឹងយកមកដាក់សែនដាក់អុចដាក់អីដូចជាតងព្រលឹងហ្នឹងមកអញ្ចឹងហ្នឹងហើយក៏យកមករៀបចំថាលានឹងកាច់ទៀតណាប៉ុន្តែអត់បានសម្រេចឃើញសាកសពរបស់សារ៉ានៅស្រាតអណោកកអីហ្នឹងហើយនីគីនេះតែងខ្លួនជាសារ៉ាចេះជក់បរិយជក់អីហ្នឹងហើយអាមួយហ្នឹងមើលទៅអូមិនចឹងហើយអ្នកឃើញសាក់ឃើញអីហើយស្រីប្រាប់ថាហេតុអីបានក៏មិនស្រឡាញ់វាតែម្នាក់ឯងវាខំធ្វើគ្រប់យ៉ាងដើម្បីអាមួយហ្នឹងហេតុអីមួយហ្នឹងនៅតែមិនស្រឡាញ់វាឥឡូវនិយាយមកថាអាមួយហ្នឹងស្រឡាញ់វាគ្រាន់ថាមកដល់មានអីកាត់ឡើងនីគីហ្នឹងបាញ់សម្លាប់អាមួយហ្នឹងបដ ாய் ហើយអូខេបងស្រឡាញ់តែអូនតែម្នាក់ឯងបងស្រឡាញ់អូនស្រីដាក់ម្នាក់ស្រីហ្នឹងមកហើយបន្ទាប់ពីនិយាយថាបងស្រឡាញ់អូនមកទៅហឹងហើយក៏វារត់ចូលទៅបន្ទប់ទឹកនីគីគោះទ្វីពីក្រៅទៀតហ្នឹងហើយវាចូលទៅវាក៏របៀបថាអស់ចម្រើសហើយវាមានបាញ់សម្លាប់ខ្លួនឯងដើម្បីបញ្ចប់អាបាសនាហ្នឹងអញ្ចឹងអាសំណងពរដែលវាថាឲ្យនីគីស្រឡាញ់វាតែម្នាក់អញ្ចឹងក៏វាព្យាយាមធ្វើមិនឥឡូវវាបាញ់ដាក់ចូលក្នុងមាត់ឬមួយក៏មិនក៏នឹកឃើញថាមានថ្នាំក្នុងទូណាថ្នាំរបៀបមួយដេចិត្តលេបទៅវាបែកពុះមាត់បែបអញ្ចឹងក៏វាចាក់ចូលមាត់អស់ទៅខំប្រឹងលេបមកស្ទុះក្រោយមកវាក៏ដូរចិត្តចង់របៀបថាខ្វេះវាចេញក្អួតមកចេញស្រាប់តែត្រូវអំពើរបស់នីគីហ្នឹងបដ ாய் នីគីហ្នឹងប្រាប់ថាឲ្យស្រឡាញ់តែនីគីហ្នឹងម្នាក់វិញបដ ாய் ក៏ដើរចេញទៅញញឹមដាក់គ្នាអញ្ចឹងទៅគេស្រឡាញ់គ្នាលើកលើណាហ្នឹងហើយនេះឃើញហ៎គឺនីគីហ្នឹងហើយជាអ្នកកាច់បាសនាហ្នឹងហើយស្រាប់តែមកស្ទុះអាថ្នាំហ្នឹងវាជ្រាបចូលអាមួយហ្នឹងបែកពុះមាត់ងាប់ទៅហើយនីគីស្រេចយំចង់បាញ់ខ្លួនឯងស្រាប់តែអាមួយហ្នឹងងាប់ផុតដង្ហើមពឹបនីគីហ្នឹងមកជានីគីធម្មតាវិញរបៀបបោះកាភ្លើងចាស់ហើយថាមានអីកើតឡើងមើលខ្លួនប្រានមើលទៅបែរហ្នឹងងាប់បាត់គ្នារបៀបយំបកាច់បកិនម្នាក់ឯងហើយរឿងហ្នឹងក៏ចប់ទៅដោយបយបោគឺចុងក្រោយម្នាក់នីគីហ្នឹងអត់ដឹងអីទេគ្នាអញ្ចឹងសង្ឃឹមថាអ្នកដែលលួចក្រាស់គេអ្នកដែលស្រឡាញ់គេប្រាប់គេទៅកុំធ្វើដល់ថ្នាក់ហ្នឹងណាមើលតែរឿងនេះខ្លាចតែម្ដងគឺស្រឡាញ់រហូតហ្មងបាត់ទៅណាមកចំហៀនក៏បានដែរចូលបន្ទប់ទឹកក៏ត្រូវចូលមួយគ្នាដែរចាអានេះជាយោបល់និងជាចំណារអារម្មណ៍របស់ខ្ញុំបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តអាចជួយ Subscribe បានហើយនឹងអរគុណច្រើន